អ្នកសួរតែមកប្រាប់អ្នកទាំងអស់គ្នាពេលដែលខ្ញុំបំពេញខ្លាញ់មុខនេះទាំងអស់គ្នាគឺខ្ញុំអត់ដែរបានលាបអីទេចាអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចណាខ្ញុំជួបជាមួយស្លេក MMO អញ្ចឹងស្លេក MMO គឺមានពីរប្រភេទពណ៌មាសនេះគឺបំបត្តិជាប់នៅមុខស្ដើងហើយពណ៌ប្រាក់នេះគឺបំបត្តិមុនអញ្ចឹងអ្នកដែលគាត់ចាមានមុនច្រើនមុនតិចអីចឹងគាត់អាចប្រើជាមួយប្រភេទស្លេកចា MMO ពណ៌ប្រាក់បានហើយយើងជួបមួយថ្ងៃមួយស្លឹកចានៅក្នុងនោះគឺមានទៅដល់60ស្លឹកចានិយាយទៅគឺយើងអាចជួបមួយថ្ងៃមួយស្លឹកបានយើងជួបដើម្បីជួយកម្ចាត់មុនចាជាពិសេសមុខដែលយើងកំពុងតែមានស្នាមអីចឹងណាគឺជួបទៅគឺវាជួយកាត់បន្ថយបានច្រើនហើយក៏វាជួយការពារនិងព្យាបាលដែរអញ្ចឹងបងណាដែលគាត់កំពុងតែជួបបញ្ហាមុនស្នាមរោរមាស់មុខស្អាប់ខ្លាំងណាប្រើជាមួយស្លេក MMO ចាអ្នកដែលគាត់មានជាប់ប្រើជាមួយចាស្លេក MMO ពណ៌មាសចាពណ៌មាសនេះចាពណ៌មាសនេះគឺល្អខ្លាំងហ្មងអ្នកដែលគាត់មានជាប់តែសៃក្រហមមុខស្ដើងនេះគឺប្រកាយខ្លាំងហើយបើនិយាយពីពណ៌ប្រាក់វិញមុខមុនណាប្រកាយមែនតើទាំងអស់គ្នាមុខមុនចានិយាយទៅមុខរបស់ខ្ញុំគឺអត់មានមុនទេទាំងអស់គ្នានិយាយទៅគឺខ្ញុំតែងតែជួបជាមួយស្លេកនេះជាប្រចាំពេលដែលខ្ញុំចាក់អំពេញខ្លាំងហើយគឺខ្ញុំតែងតែជួបរាល់ថ្ងៃហ្មងព្រោះយើងអត់ដឹងថាមុខរបស់យើងគឺប្រឡាក់អីខ្លះឬក៏ដីហុយអីមិនទៅវាអាចនឹងជាប់គេថាមេរោគច្រើនអញ្ចឹងខ្លាចវាឡើងមុនអញ្ចឹងខ្ញុំជួបជាមួយស្លេក MMO ជាប្រចាំថ្ងៃហ្មងនេះបងប្អូនទាំងអស់គ្នាពេលយើងជួបហើយគឺឃើញស្បែកមុខរបស់យើងភ្លឺហើយត្រជាក់ណាបងប្អូនទាំងអស់គ្នាសាច់គឺទុំត្រជាក់ស្រួលជួបខ្លាំងមែនតើហ្មងអញ្ចឹងបងប្អូនដែលគាត់ចាចង់ដឹងអីបងប្អូន